ប្រទេសសៀមបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបបេសកកម្មរបស់ប្រទេសថៃក្នុងការពង្រីកសមត្ថភាពអវកាសរបស់ខ្លួនកាលពីថ្ងៃទី12ខែមករាបានទទួលរងបរាជ័យបន្ទាប់ពីផ្កាយរណបអង្កេតផែនដីកម្រិតច្បាស់ TAEOS-2A មិនអាចហោះទៅដល់គន្លងគោចរតាមអ្វីដែលចង់បាននេះបើតាមកាសែតថៃបានរាយការណ៍នៅថ្ងៃដដែលនោះការបាញ់បង្ហោះផ្កាយរណបនេះបានធ្វើឡើងកាលពីម៉ោង 11:47 នាទីព្រឹកម៉ោងនៅប្រទេសថៃដោយបាញ់ពីមជ្ឈមណ្ឌលអវកាស Satis របស់ប្រទេសឥណ្ឌាស្ថិតក្នុងទីក្រុងស្រីហារីកូតាតាមការប្រើប្រាស់គ្រាប់រ៉ុកែត PSLV-DL និង PSLV-C-62 របស់ឥណ្ឌាទោះជាយ៉ាងណាក៏ដោយប្រហែល380វិនាទីបន្ទាប់ពីការបាញ់ភាពមិនធម្មតាមួយត្រូវបានរកឃើញនៅអំឡុងដំណាក់កាលទី3របស់រ៉ុកែតដោយបានរំខានដល់គន្លងរបស់វានិងរារាំងផ្កាយរណបនៅលើយន្តហោះទាំងអស់រួមទាំង TAEOS-2A របស់ប្រទេសថៃគេចចេញពីការសម្រេចតាមគន្លងដ៏ត្រឹមត្រូវទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាសនិងភូកុព្វសាស្ត្រថៃហៅកាត់ GISTDA ដែលគ្រប់គ្រងការអភិវឌ្ឍរបស់ផ្កាយរណបនោះបានបញ្ជាក់ពីការបរាជ័យក្នុងអំឡុងពេលការផ្សាយផ្ទាល់របស់វាទីភ្នាក់ងារអវកាសឥណ្ឌា ISRO ក៏បានទទួលស្គាល់បញ្ហានេះជាមួយនឹងការបញ្ជាក់ថាការវិភាគទិន្នន័យកំពុងតែដំណើរការដើម្បីកំណត់ពីមូលហេតុនៃដំណើរការខុសប្រក្រតីនេះ